យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី3 ខែសីហាក្រសួងការពារជាតិអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន Northrop Grumman ដើម្បីពង្រីកសមត្ថភាពផលិតសមាសធាតុសំខាន់ៗនៃប្រព័ន្ធស្ទាក់ចាំ Patriot PAC-3 និង THAAD យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិក្រុមកិច្ចព្រមព្រៀងនេះក្របខ័ណ្ឌថ្មីនឹងអនុញ្ញាតឲ្យមានការបង្កើនការផលិតមីស៊ីល Patriot ចំនួន3ដងនិងបង្កើនទិន្នផលមីស៊ីលស្ទាក់ចាំ THAAD ចំនួន4ដង Reuters បានរាយការណ៍ថាអ្នកចរចារបស់មន្ទីរបញ្ចកោណបានជំរុញឲ្យក្រុមហ៊ុនម៉ៅការទាំងនោះពន្លឿនការអនុវត្តលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះដើម្បីបង្កើនតារាងពេលវេលានៃការចែកចាយមីស៊ីលសម្ដៅទៅលើការដោះស្រាយបញ្ហាអនុភាពខ្លាំងនៃឃ្លាំងអាវុធអាមេរិកដែលបណ្ដាលមកពីចំនួនកំពុងបន្តនៅអ៊ុយក្រែននិងមជ្ឈិមបូព៌ាទោះបីជាមន្ត្រីមិនបានបង្ហើបឲ្យដឹងពីលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងក៏ដោយក៏កិច្ចព្រមព្រៀងនេះបានបង្កើតឲ្យមានប្រភពផលិតកម្មទី2សម្រាប់ម៉ូទ័ររ៉ុកែតអ៊ីនធឺណិតរឹងរបស់ PAC-3 និងបង្កើនការផលិតឧបករណ៍សុវត្ថិភាពបញ្ឆេះក្របខ័ណ្ឌការងារនេះធ្វើឡើងបន្ទាប់ពីការផ្ដល់កិច្ចសន្យាដៃដោយឡែកមួយកាលពីសប្តាហ៍មុនដែលក្នុងនោះកងទ័ពអាមេរិកបានផ្ដល់កិច្ចសន្យាឲ្យក្រុមហ៊ុន Lockheed Martin ដែលមានតម្លៃរហូតដល់ 58.6 លានដុល្លារដើម្បីផលិតមីស៊ីលស្ទាក់ចាំ Patriot Reuters បានកត់សម្គាល់ថាការជំរុញឲ្យពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់សមាសធាតុនេះកើតឡើងខណៈពេលដែលកងកម្លាំងអ៊ុយក្រែនកំពុងជួបប្រទះការខ្វះខាតរ៉ាំរ៉ៃនៃមីស៊ីលស្ទាក់ចាំ Patriot ដែលនៅតែជាប្រព័ន្ធអាវុធតែមួយគត់នៅក្នុងឃ្លាំងអាវុធរបស់ទីក្រុងគៀវដែលមានសមត្ថភាពកំទេចមីស៊ីលប៉ាឡេស្ទីករបស់រុស្ស៊ីបានការពង្រីកផលិតកម្មនេះក៏កើតឡើងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីពេលថ្មីៗនេះបានស្នើសុំកញ្ចប់ជំនួយបន្ទាន់សម្រាប់រដូវរងានៅមីស៊ីលស្ទាក់ចាំ Patriot ចំនួន300គ្រឿងពីសហរដ្ឋអាមេរិកដោយព្រមានថាការខ្វះខាតនឹងធ្វើឲ្យបណ្ដាញអគ្គិសនីរបស់ប្រទេសនេះងាយរងគ្រោះខ្លាំងបំផុតចំពោះការវាយប្រហារដោយមីស៊ីលប៉ាឡេស្ទីករបស់រុស្ស៊ីដោយឡែកចំពោះការវិភាគបង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រឧស្សាហកម្មយោធារបស់សហរដ្ឋអាមេរិកដើម្បីឆ្លើយតបនឹងវិបត្តិសកលការបង្កើនផលិតកម្មរហូតដល់3ទៅ4ដងបង្ហាញថាសហរដ្ឋអាមេរិកកំពុងដាក់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួនឲ្យស្ថិតក្នុងស្ថានភាពសកម្មខ្លាំងនេះមិនមែនគ្រាន់តែជាការបំពេញឃ្លាំងធម្មតានោះទេប៉ុន្តែគឺជាការត្រៀមលក្ខណៈសម្រាប់ចំនួនអូបន្លាយចំពោះបញ្ហាអនុភាពអាវុធរបស់អាមេរិកឃ្លាំងអាវុធអាមេរិកកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរការដែលអាមេរិកត្រូវផ្គត់ផ្គង់ទាំងអ៊ុយក្រែនប្រឆាំងរុស្ស៊ីនិងមជ្ឈិមបូព៌ាការពារអ៊ីស្រាអែលនិងនាវានៅសមុទ្រក្រហមក្នុងពេលតែមួយបានធ្វើឲ្យសកម្មភាពផលិតកម្មពីមុនមិនអាចទប់ទល់បានចំពោះការបង្កើតប្រភពផលិតកម្មទី2សម្រាប់ម៉ូទ័ររ៉ុកែតគឺជាយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យប្រសិនបើមានរោងចក្រណាមួយមានបញ្ហាឬត្រូវបានវាយប្រហារនោះខ្សែសង្វាក់ផ្គត់ផ្គង់នឹងមិនត្រូវកាត់ផ្ដាច់ទាំងស្រុងនោះទេវាក៏ជួយកាត់បន្ថយការផ្ដាច់មុខនិងបង្កើនល្បឿនចែកចាយផងដែររីឯតួនាទីសំខាន់របស់ Patriot សម្រាប់អ៊ុយក្រែន Patriot មិនមែនគ្រាន់តែជាអាវុធការពារមេឃធម្មតាទេប៉ុន្តែវាគឺជាខែលការពារជីវិតតែមួយគត់ប្រឆាំងនឹងមីស៊ីលប៉ាឡេស្ទីកការស្នើសុំ300គ្រឿងសម្រាប់រដូវរងាបង្ហាញថាអ៊ុយក្រែនបារម្ភបំផុតពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលអាចធ្វើឲ្យប្រជាជនរងគ្រោះដោយភាពត្រជាក់ចំពោះទំហំហិរញ្ញវត្ថុដ៏មហិមាតួលេខ 58.6 លានដុល្លារគឺជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលបង្ហាញថាសហរដ្ឋអាមេរិកកំពុងវិនិយោគយ៉ាងធ្ងន់ធ្ងរលើវិស័យការពារជាតិដែលនឹងការសម្រាប់រយៈពេលវែងមិនត្រឹមតែសម្រាប់រយៈពេលខ្លីនោះទេជារួមរឿងនេះគឺជាដំណឹងល្អសម្រាប់អ៊ុយក្រែននិងសម្ព័ន្ធមិត្តអាមេរិកប៉ុន្តែវាក៏ជាសញ្ញាអាសន្នដែលបង្ហាញថាពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលសភាវុធពាណិជ្ជកម្មឡើងវិញដោយសារតែភាពមិនប្រាកដប្រជានៃសន្តិសុខសកល